ទី2នៅបាត់ដំបងមកប្រម៉ូទិញស្រូវលើកនេះអស់ពីខ្លួនដូរលុយមើលថ្ងៃដំបង20លានជាង30លានថ្ងៃនេះដូរអស់10លានជាងហើយខ្ចីតំណាងទៀតណាខ្ចីស៊ីនាការអស់1លានទៀតឥឡូវនេះមកដូរ30លានទៀតព្រោះអីស្អែកត្រូវទៅប្រទាញមានចៃទិញស្រូវបន្ថែមអញ្ចឹងឥឡូវមកចូលដូរលុយបងសុនអ្នកស្មីសិនព្រោះអីអត់ស្គាល់អ្នកណាស្គាល់គាត់តំណាងចៃធំនៅបាត់ដំបងឲ្យគាត់ជួយដូរលុយឲ្យ30លានដូចចឹងអត់មានលុយបងថ្លៃអង្គរអ្នកស្រុកអ្នកភូមិវាយងាប់យូសបងយូសពូចាយាយខ្ញុំផ្ដាំជួយដូរលុយ30លានមកសំលុយអញ្ចឹងអូបងរាប់លុយហ្នឹងអូយទិញស្រូវឡើងអស់លុយនេះបងរាប់លុយអូលុយក្រាស់ដំអញ្ចឹងហ្មងឡើងហូបអំបិលណាបានលុយ30លានឡើងហូបអំបិលហើយដំបងមកហូបអំបិល30លានចំហើយនេះប្រហែលហើយអានោះ5លានអូ5លាន5លានអាដំ50000ហ្នឹង20លានអូខេចឹងអ្នកស្រុកអ្នកភូមិគេចាយតែ50000ចាយតែស្រួយខ្លាយបវរគេថា50000គេចាយអត់ដាច់អីចឹងអត់ទេណាអូខេអញ្ចឹង30លានណា30លាននិយាយមកវគ្គនេះដូរអស់ហ្មងអស់ពីខ្លួនហ្មងថ្ងៃនេះសល់5000លុយខ្មែរបានប៉ុន្មានតោនហ្នឹងមែន34តោនអូនៅស្អែកបន្តប្រទាញមានចៃទៀតមិនដឹងប្រហែលទៀតសល់5000ឥឡូវបាត់5000នឹងបាត់ចូលក្នុងកាបូបហ្នឹងព្រោះអីឲ្យកបូបហេងហ៎ហើយការលក់បងមិនអីបងលក់ដាច់មែនចាខ្លាំងឥឡូវចូលស្តុកថ្មីទៀតហើយចូលស្តុកថ្មីហើយចានិយាយរួមចាតំណាងធំបងសុនរស្មីចា2ឆ្នាំហើយណាបងណា2ឆ្នាំហ្នឹងមែន2ឆ្នាំអតិថិជនច្រើនគាត់ស្គាល់ច្រើនឥឡូវសូម្បីតែជនបរទេសគាត់ចូលមកទិញដែរអូជនបរទេសគាត់ស្គាល់ស៊ីបែប៉ារីដែរហើយគាត់ប្រើធូរដែរគាត់កាត់អីអត់ដឹងថាកាត់អីគាត់និយាយភាសាគាត់កូនខ្ញុំតែបកទៅគាត់ចាគាត់ថាគាត់ចង់ញ៉ាំស្រាយហ្នឹងគាត់ថាគាត់ចង់ញ៉ាំយូរហើយតែទីតាំងធំហ្នឹងអញ្ចឹងគាត់ចូលទិញតាមទិញលើកដំបងថ្ងៃមុនឃើញអូអញ្ចឹងចាំមើលថ្ងៃមកទិញទៀតចាំសុំ feedback អញ្ចឹងសុំ feedback គាត់ប៉ុន្តែអតិថិជនថ្ងៃមុនឲ្យគាត់កាត់គេកាត់អីគាត់យំរំភើបអូយសប្បាយចិត្តជំនួសគាត់ឥឡូវក៏គាត់នៅញ៉ាំបន្តដែរមែនចាញ៉ាំសុខភាពល្អចាហើយអតិថិជនមួយទៀតគាត់កាន់ឈើច្រត់មកមួយយើងឡើងមុនហ្នឹងឥឡូវគាត់ជីឲ្យគាត់ធ្វើជាតំណាងគាត់ដើរបានអីបានហើយឡើងកាន់ឈើច្រត់ចាឡើងកាន់ឈើច្រត់លើដើរធម្មតាអូយសាហាវហើយគាត់ធ្វើជាតំណាងយើងហើយឥឡូវប៉ុន្តែមិននិយាយស៊ីបែប៉ារីការប៉ាត់បងមិនមែនយើងចេះតែថាប្រើតែ2គ្រាប់មិនទាន់ធ្លាក់ដល់ពូផងដើរបានអត់ទេអានេះដូចគាត់ប្រើចូលមួយឆ្នាំជាងគាត់ប្រើដូចមួយឆ្នាំអីគាត់ប្រើមួយឆ្នាំតាំងពីគាត់ជាអតេរុញមកទិញស្រាយយើងពេលឥឡូវគាត់ដើរបានធម្មតាគាត់ថាគាត់ខ្ញុំស្រាយខ្ញុំមានពេលស្អែកទៅទាញមានចៃកុំអីបានមកធ្វើ feedback ចាហើយគាត់ទិញយើង20កំប៉ុងយកទៅលក់គាត់ថាគាត់ឲ្យបងប្អូនគាត់អីហូបធូរគ្រប់គ្នាចាដល់ពេលអញ្ចឹងគាត់ថាអញ្ចឹងគាត់យក20កំប៉ុងទៅ20កំប៉ុងយកទៅលក់ឥឡូវទៅតែចូលស្តុកថ្មីកុំឲ្យបងប្អូនចាចូលស្តុកថៃជាមួយនឹងអាហារប៉ុនស៊ីបែប៉ារីចាស៊ីបែប៉ារីគឺសម័យមួយទៀតមកពេទ្យសួរតើពេទ្យថាបងលើកមុនបងឯងកាន់ដៃគ្នាក្នុងពេទ្យឆ្លងឆ្នាំពេទ្យស្គាល់អូចាអូឥឡូវតាមខោនដើមចឹង2ឆ្នាំហ្មងចា2ឆ្នាំពេទ្យសួរដល់ពេទ្យថាបងឥឡូវខោនដើមលើកនេះអត់ឃើញកាន់ដៃគ្នានៅក្នុងពេទ្យទៀតពេទ្យតែស្គាល់ប្តីខ្ញុំឥឡូវអ្នកធ្វើការជាមួយប្តីខ្ញុំអីក៏គាត់ប្រើច្រើនដែរអូចាអ្នកធំអីក៏គាត់ទិញប្រើដែរគាត់ជឿជាក់ស៊ីបែប៉ារីចាមុខបងអីក៏ភ្លឺថ្លាសថ្លាជាងមុនចាញ៉ាំស៊ីបែប៉ារីទៅពីមួយថ្ងៃទៅមួយថ្ងៃទទួលបានសុខភាពល្អហើយស្បែកយើងអីស្អាតជាងមុនស៊ីបែប៉ារីមិននិយាយញ៉ាំទៅបើខ្ញុំចេះថាភ្លេចនិយាយរឿងសម្រស់ប៉ុន្តែខ្ញុំអត់ចង់ឲ្យពុកម៉ែបងប្អូនផ្ដោតថាស៊ីបែប៉ារីញ៉ាំដើម្បីសម្រស់ឲ្យព្រោះអីញ៉ាំទៅសុខភាពយើងល្អស្រស់ស្រាយស្រស់ថ្លាស្បែកឈាមអីក៏វាល្អដែរប៉ុន្តែការប៉ັດអញ្ចឹងមែនបើខ្ញុំភ្លេចម៉ាក់ខ្ញុំកាគាត់តែគាត់ថាហាញមិនប្រាប់គេញ៉ាំស៊ីបែប៉ារីតែមួយខែក្រោយមើលប្លែកចាប្លែកឥឡូវអ្នកដែលជួបខ្ញុំអីគេថាឥឡូវស្បែកអីភ្លឺស្អាតដឹកមុនខ្ញុំក៏ប្រពវៀនស្បែកអីស្អាតហើយនិយាយទៅមុខអីគ្មានរសជាតិគ្មានរសជាតិឥឡូវគេថាមានរសជាតិហើយរសជាតិឲ្យសារញ៉ាំអាហារប៉ុនស៊ីបែប៉ារីផលិតផលសុទ្ធផលិតនៅប្រទេសបារាំងញ៉ាំទៅគឺអត់ខកបំណងទេហើយអតិថិជនថ្ងៃមួយថ្ងៃគឺគាត់ទៅសារហ្មងបងអត់មានអ្នកណាថាប្រើទៅមិនត្រូវអីមករករឿងអីទេអត់ទេបងយើងលក់ស៊ីបែប៉ារីនេះក៏សប្បាយចិត្តទាំងស្រឡាញ់ម្ចាស់បារ៉ែនទាំងបងប្រុសទាំងបងស្រីហើយលក់ស៊ីបែប៉ារីនេះក៏សប្បាយចិត្តគេមកអរគុណចាស់គាត់ឈឺដៃឈឺជើងដើររួចដល់ពេលគាត់ប្រសាហើយគាត់ដើររួចគាត់អរគុណយើងអញ្ចឹងយើងសប្បាយចិត្តដល់លក់តួចំណេញតិចតួចចំណេញតិចតួចក៏ទទួលយកសប្បាយចិត្តចាអញ្ចឹងពុកម៉ែបងប្អូនប្រើទៅអត់ខកផលិតផលសុទ្ធផលិតនៅប្រទេសបារាំងហើយដូចពុកម៉ែបងប្អូនឃើញយើងធ្វើការ live ផ្ទាល់ពី pharmacy ប្រទេសបារាំងហើយនឹងកន្លែងផលិត laboratory នៅទូលូកតែម្ដងចឹងពុកម៉ែបងប្អូនប្រើដៃទំនុកចិត្តហើយប្រើដៃភាពជឿជាក់ជាមួយនឹងអាហារប៉ុនស៊ីបែប៉ារីអញ្ចឹងពុកម៉ែបងប្អូនអាចមកជាវទីតាំងគាត់ផ្ទាល់បាននៅបាត់ដំបងចានៅចប់ស្តុបចំហជ្រូកផ្លូវជាតិលេខ5ពោះចម្ងាយពីលោកតារបស់ខ្ញុំ300ម៉ែត្រចាលេខទូរស័ព្ទ097 64 02 168 095 88 55 84 081 26 77 65 ផេកសុនរស្មីស៊ីបែប៉ារីសាខាបាត់ដំបងម៉ែបងប្អូនអាចតាក់ទងមួយគាត់បានចា